Good morning ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូវឡុកទី2ដែលខ្ញុំបានស្នាក់នៅលើកោះរងសន្លឹមនិយាយទៅព្រឹកឡើងក្រោកមកក៏ថាឃើញ view ស្អាតខ្លាំងមែនទែនតែម្ដងនៅពេលដែលព្រះអាទិត្យរះមកហើយលើសំឡេងរលកតិចហើយត្រជាក់ស្រួលខ្លួនខ្លាំងមែនទែនពុកម៉ែបងប្អូនទាំងអស់គ្នាហើយទេសភាពនៅទីនេះគឺថាស្អាតអូយស្អាតលក្ខណៈថាឋានសួគ៌ក្រោមមេឃតែម្ដងណាឥឡូវពួកយើងចាំយូរទេពេលព្រឹកមុននឹងចេញទៅលើកោះស្ទូចត្រីគឺយើងត្រូវមករក breakfast ឲ្យហើយសិនចំពោះ breakfast នេះគឺគេរៀបចំឲ្យយើងរហូតដល់ម៉ោង10ថ្ងៃត្រង់បងប្អូនទាំងគ្នាហើយបងប្អូនមិនភ័យទេណាធម្មតាលើកោះមានអីញ៉ាំណាគឺគេរៀបចំលក្ខណៈ buffet មានគ្រប់មុខចឹងតែម្ដងបងប្អូនទាំងគ្នាមានតាំងពីបបរសបបរគ្រឿងមានតាំងពីកាទៀវមានឆាឡូឆាគឺមានទាំងអស់ហើយអ្នកដែលគាត់ឆ្លាញ់បែបសុខភាពចង់មកញ៉ាំជាប្រភេទសាឡាត់ជាមួយនឹងសោះអីហ្នឹងគឺថាមានមួយអែមតែម្ដងបងប្អូនទាំងគ្នាឥឡូវខ្ញុំដាក់តាំងពីនំប៉័ងនំពីអីហ្នឹងគេថាដាក់មកឆ្អែតហ្មងបន្ទាប់ពីយើងញ៉ាំអីឆ្អែតហើយបេសកកម្មបន្ទាប់របស់យើងគឺទៅស្ទូចត្រីនិងទៅជាមួយមើលផ្កាថ្មឥឡូវក៏មកខាត់ពេលយូរតោះទៅទស្សនាទាំងអស់គ្នាបងប្អូនទាំងអស់គ្នាណាស្ទូចដាក់មឹកណានេះមឹកនេះមឹកអានេះគេហៅថាដាក់ត្រីធំយកត្រីតូចហីហៀដាក់ត្រីធំយកត្រីតូចមិនដាក់ត្រីតូចយកត្រីធំចង់នឹងថាតើដាក់ត្រីតូចបានត្រីធំឬក៏ដាក់ត្រីតូចហើយអស់ទាំងត្រីតូចទៀតបងប្អូនទាំងអស់គ្នាចាំទស្សនាទាំងអស់គ្នាបាទបងស្រីសុកជេនមានសង្ឃឹមប្រហែលភាគរយដែរថ្ងៃហ្នឹង 2% ហើយចឹង 98% ទៀតអត់មានសង្ឃឹមទេបាទនេះក្រុមការងាររបស់យើងកំពុងតែរៀបចំស្ទូចត្រីហើយបាទតើបាយភាពមួយណាបានបាទបងសុភីមានសង្ឃឹម1%ដែរបាទ50% ទៀតសង្ឃឹមលើត្រីប្រូស៊ីអានអូខេបាទឥឡូវយើងចាប់ផ្ដើមធ្វើការស្ទូចត្រីហើយនុយរបស់យើងគឺមឹកមកដុំបន្តិចតែប៉ុណ្្នឹងទេយេបានត្រីមួយហើយអូមួយទៀតហើយអូយជាប់គ្នាដែរអូយជាប់គ្នាជាប់ហើយបងជួយសែកហូហងទី3ត្រីទី3ឡើងមកយ៉ាស្នាដៃទៀតថតយេវ័យឯអ្នកទាំងអស់គ្នានេះឡើងប្រព័ន្ធណានៃគេហៅត្រីគេត្រីតុកកែเนาะនិយាយទៅលើកទី1ដែលខ្ញុំទៅលេងកោះស្ទូចត្រីបានច្រើនបែបហ្នឹងបងប្អូនទាំងគ្នាហើយបញ្ជាក់ពីថាសប្បាយវិញគេថាអូយសប្បាយរលើកដាក់គ្មានទេបងប្អូនទាំងគ្នាគាត់តែឃើញវីដេអូហ្នឹងក៏ដឹងដែរឥឡូវនេះពួកយើងទាំងអស់គ្នាបន្ទាប់ពីធ្វើការស្ទូចត្រីហើយឥឡូវនេះមកដល់យើងធ្វើការជាមួយមើលផ្កាថ្មតែម្ដងទេសភាពនៅលើកោះកុងសន្លឹមគឺថាស្អាតខ្លាំងមែនទែនតែម្ដងពុកម៉ែបងប្អូនទាំងគ្នាបើសិនជាបានមកផ្ទាល់វិញគឺថាពុកម៉ែបងប្អូនទាំងគ្នាប្រកាសជាដកចិត្តរួចទេហើយបញ្ជាក់ពីទឹកវិញគឺឡើងត្រជាក់ស្រាប់តែម្ដងឥឡូវយើងធ្វើការជាមួយមើលផ្កាថ្មខាងក្រៅបងប្អូនទាំងគ្នាហើយមានស្រីស្រស់ប្រុសស្អាតរបស់យើងប្រហែលអ្នកដែរដែលគាត់អត់ចេះហែលទឹកអញ្ចឹងខ្ញុំនេះរុញទៅបងប្អូនទាំងគ្នារុញគូតផងរុញជើងផងបងប្អូនទាំងគ្នាមើលហើយឥឡូវចាប់ដើមរុញឡើងលើទូវិញបងប្អូនទាំងគ្នាណានិយាយពីថាហែលឡើងហែលចុះតែសុបាយខ្លាំងមែនទែនតែម្ដងបងមើលបើថាអ្នកចេះហែលទឹកទៀតគេថា the best លើ the best ហ្មង Hello ស្អាតទេខាងក្រៅអូយសមុទ្រខ្មែរស្អាតកោះរងនេះបងប្អូនអត់មានណាកោះរងណារងទឹកឡប់ស្អាតណាស់អេ បន្
តបពីយើងធ្វើការស្ទូចនេសាទត្រីហើយជាមួយមកការថ្មហើយឥឡូវរឿងល្ងាចដែរយើងចាប់ដើមមកលើកោះនេះគឺយើងមកកន្លែងកោះរបស់អ្នកភូមិគឺនៅកោះខុសពីកន្លែងខ្ញុំស្នាក់នៅយើងមកធ្វើការទិញម្ហូបត្រីបន្លែសាច់ដើម្បីយកទៅធ្វើម្ហូបបន្ថែមអញ្ចឹងណាបងប្អូនអ្នកគ្នាប៉ុន្តែថ្ងៃហ្នឹងយើងអត់ទិញអីទេបងប្អូនអ្នកគ្នាយើងទិញតែមឹកមួយហើយជាមួយនឹងបន្លែតែប៉ុណ្្នឹងទេពួកនេសាទត្រីរបស់យើងស្ទូចបានច្រើនមែនទែនតែម្ដង We are majestic. ឥឡូវយើងបានមកដល់ទីតាំងរបស់យើងវិញហើយឥឡូវយើងចាប់ដើមធ្វើការអាំងត្រីហើយបងប្អូនទាំងគ្នាក៏អូយអារម្មណ៍ដែលមិនអាចបំភ្លេចបានគឺថាសប្បាយក៏សប្បាយនៅសាវរីក៏ច្រើនអ្វីដែលសំខាន់គឺថារសជាតិត្រីគឺថាថ្មីថ្មីស្រស់ស្រស់គឺថាឆ្ងាញ់ខ្លាំងមែនតែម្ដងទិញតែមកទេ ទិញតែមកទេគេទៅត្រី25គីឡូ គឺធម្មជាតិទាំងអស់បាទហាប់សេរីអញ្ចឹងថ្ងៃទី2របស់យើងគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនទាំងគ្នារងចាំវីដេអូក្រោយយើងនឹងបង្ហាញអំពីសកម្មភាពជាមួយនឹងទេសភាពនៅថ្ងៃទី3ចង់ដឹងថាតើស្អាតប៉ុណ្ណាប្លែកប៉ុណ្ណាលយប៉ុណ្ណាកុំភ្លេចទស្សនាវីដេអូទាំងអស់គ្នាអរគុណ